Dhammam Saranam នៅក្នុងការប្រោបមេកបូជាការឡើងដែលហេតុប៉ុន្មានយ៉ាងនៅក្នុងចំណុចណាគឺមេកបូជានឹងគឺមានការប្រោបឡើងដែលហេតុ5យ៉ាងទី1គឺ15កើតពេញបណ្ណមីខែមេដែលហៅថាព្រះច័ន្ទពេញវង្សណាទី2គឺជាថ្ងៃដែលព្រះអរហន្តខែណាស្រប់ជួបជុំគ្នានៅក្នុងវត្តវេលវ័នជាកលន្តនិវាបស្ថានដែលមេកធៈទី3ជាថ្ងៃដែលធម្មទេសនាបតីសិរីបុត្របានសម្រេចជាព្រះអរហន្តបដិសម្បទា4វិជ្ជា3និងអភិនិព្វ6ទី4ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ស្ថាបនាព្រះសិរីបុត្រនិងព្រះមហាមកលៀននៅក្នុងតំណែងដ៏ពងពោះបំផុតនៅក្នុងព្រះពុទ្ធសាសនាគឺអក្សរសាវកឆ្វេងនិងអក្សរសាវកស្ដាំក្រោយព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងបាន9ខែមកនឹងឯងទី5ជាថ្ងៃវស្សាទី45នៅក្នុងថ្ងៃ15កើតខែមិញនេះឯងពោចម្រើនពោទ្រង់គង់ត្រង់បាវាលចេតិយហើយសម្ដែងអតិបាតធម៌4ដែលហៅថាឆន្ទៈអវិរិយៈចិត្តវិមង្សៈបន្ទាប់អំពីនោះមកគឺមានចិត្តហៅថាមានចិត្តបាបឬហៅថាមេដែលមានចិត្តបាបនឹងឯងក៏តរតនេនិមន្តឲ្យព្រះអង្គនេះចូលបរិនិព្វានបងច្រានពោហើយត្រង់ចំណុចហ្នឹងព្រះអង្គទ្រង់ដាក់នៅអាយុសង្ខារចំពោះបុកមេនៅក្នុងថ្ងៃនោះឯងសូមពុទ្ធបរិស័ទចេតនាអនុមោទនានៅមេកបូជាបានគ្រប់គ្នានៅក្នុងខ្លឹមសារសំខាន់នៃមេកបូជានៃថ្ងៃ15កើតពេញបណ្ណមីនឹងឯងគឺព្រះធម្មានុញ្ញាតនៅក្នុងព្រះពុទ្ធសាសនាគឺមាន11មាត្រាគឺនៅក្នុងអវាទបតិមោដែលហៅថាអវាទបតិមោទី1គឺសាបបាបស្សៈអករណង្ការមិនធ្វើបាបទាំងពួងទី2កុសលសោបសម្បតិការបំពេញបុណ្យនឹងឯងបរិបូរឲ្យដល់ព្រមទី3សច្ចតប្រយុទ្ធបណੰណាគឺការសម្អាតចិត្តឲ្យស្អាតផុរផង់ហ្នឹងឯងទី4ខន្តិបរមបរមੰតបតៃតខានអធិវាសនខន្តិគឺពលអំពីសេចក្តីអត់ធន់ជាតបធោដ៏ឧត្តមឧត្តមកណាទី5គឺនិព្វានੰបរមੰវតន្តិពុទ្ធាព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់សម្ដែងថាព្រះនិព្វានហើយជាគុណជាតិដ៏ឧត្តមឧត្តមទី6នហេបបជិតោបរុបខេតៃសមណោហតិបរੰវេហថយន្តោយន្តោបកលដែលសម្រាប់សត្វដតីមិនឈ្មោះថាជាបព្វជិតឬជាសំណាក់ឡើយបកលដែលបៀតបៀនសត្វដតីមិនឈ្មោះថាសំណាក់ឡើយណាទី7គឺអនុបវិតោអនុបខេតោកិរិយាមិនតេឌៀនអតីមួយកិរិយាមិនបៀតបៀនអតីមួយទី8បត្តមោខេចសង្វរការសង្រួមនៅក្នុងអវាទបត្តមោ1ទី9មតញ្ញតាចផុតតាស្មੰភាវៈជាអ្នកដឹងប្រមាណនៅក្នុងបតហា1ទី10គឺមតញ្ចសយនាសយនំទីដេកឬទីអង្គុយដ៏ស្ងាត់មួយទី11អធិចតេចអយោគោកិរិយាបំពេញជាជាមនៅក្នុងអធិចិត្តមួយអេតាំងពុទ្ធាសាសនំពាក្យទាំងនេះឯងជាពាក្យព្រាហ្មណ៍របស់ព្រះពុទ្ធទាំងឡាយនេះនៅក្នុងចំណុចទាំងប្រមាណចំណុចតែការប្ររពនៅក្នុងមេបូជាដែលពុទ្ធបរិស័ទយើងត្រូវសិក្សានិងជ្រាបនៅក្នុងថ្ងៃបុណ្យមាឃបុណ្យមីនៅក្នុងថ្ងៃនេះឯងគឺជាបុណ្យដ៏វិសេសសម្រាប់ព្រះពុទ្ធសាសនាអ្នកកាន់នៅព្រះពុទ្ធសាសនាយើងតែងតែប្ររព
ធ្វើជារៀងរាល់ឆ្នាំឲ្យទៅដល់រដូវកាលហ្នឹងនៅក្នុងមុនវគ្គបួសជានេះឯងគឺត្រូវបានគឺចាត់ទុកថាជាបុណ្យមួយពិសេសត្រូវបានប្រារព្ធឡើងនៅក្នុងខួបកំណងគឺនៅក្នុងការរំលឹកអំពីប្រវត្តិពិធីបុណ្យគេរលឹកឡើងប្រឡប់ឡើងដើម្បីរលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធហ្នឹងឯងព្រះអង្គទ្រង់ប្រកាសបង្កើតនៅព្រះពុទ្ធសាសនាឡើងនៅក្នុងសាសនានៃប្រទេសឥណ្ឌាកាលពីឆ្នាំ2888ឆ្នាំមុនគ្រិស្តសករាជនាថ្ងៃទី15កើតខែមិញក្រោយពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ9ខែគាត់ហ្នឹងឯងគឺជាការបង្កើតនៃព្រះពុទ្ធសាសនានៅក្នុងឋានៈជាព្រះពុទ្ធសាសនាមួយនេះដែលធ្វើឡើងនៅក្នុងចំណោមនៃព្រះសង្ឃចំនួន1250អង្គជាសាវកមហាសម្បត្តិនៅ